នេះគឺជាហាងអ៊ីនធឺណិតមួយដែលគ្មានអ៊ីនធឺណិតជីវិតដ៏សាមញ្ញនៅអាហ្វ្រិកវីដេអូនេះគឺបានបង្ហាញអំពីហាងអ៊ីនធឺណិតដ៏តូចមួយនៅអាហ្វ្រិកដែលបានក្លាយទៅជាកន្លែងដ៏ល្បីល្បាញដោយសារតែភាពសាមញ្ញនិងលក្ខខណ្ឌរបស់វាមួយចំនួនហាងកាហ្វេអ៊ីនធឺណិតដ៏សាមញ្ញហាងតូចមួយនេះគឺធ្លាប់ទទួលបានការទស្សនាជាង3លានដងនៅលើបណ្ដាញសង្គមបុរសវ័យក្មេងម្នាក់បានសម្រេចចិត្តចូលទៅមើលដោយឆ្ងល់ថាតើគាត់នឹងអាចធ្វើអ្វីបានខ្លះជាមួយទៅនឹងប្រាក់ដែលប្រាក់នោះគឺគ្រប់គ្រាន់សម្រាប់តែទិញភ្លើងមាន់មួយប៉ុណ្ណោះនៅក្នុងហាងនេះគឺគេមានកុំព្យូទ័រយួរដៃចាស់ៗនិង monitor ក្រាស់ៗដែលបានប្រើប្រាស់នៅ Windows 7 ព្រីភ្លើងគឺធ្វើអំពីឈើទី2គឺគ្មានសញ្ញា no signal គាត់បានសម្លឹងឃើញថាកុំព្យូទ័រគឺដំណើរការយឺតខ្លាំងណាស់គ្មានបណ្ដាញអ្វីដែលសំខាន់បំផុតនៅហាងនេះគឺមិនមានសញ្ញាអ៊ីនធឺណិតទាល់តែសោះគ្មាន Wi-Fi គ្មានខ្សែ network ហើយកម្មវិធីរកអ៊ីនធឺណិតនោះ Internet Explorer នេះបង្ហាញថាមិនអាចតភ្ជាប់បានទេតើពួកគេនឹងធ្វើអ្វីតាមពិតទៅកុំព្យូទ័រទាំងនេះអាចធ្វើបានតែពីរយ៉ាងប៉ុណ្ណោះគឺចាក់ចម្រៀងហើយនឹងបើកខ្សែភាពយន្តដែលផ្ទុកនៅខាងក្នុងម៉ាស៊ីនជាមួយទៅនឹងតម្លៃសមរម្យល្មមសម្រាប់អាហារតូចមួយនោះអ្វីដែលបរិះនោះបានអង្គុយនៅទីនោះគឺស្ដាប់ចម្រៀងជាមួយទៅនឹងមនុស្សចម្លែកវីដេអូនេះគឺបានសន្និដ្ឋានថាប្រហែលវាជាភាពសាមញ្ញទៅហើយដែលធ្វើឲ្យមនុស្សបន្តមកលេងហាងនេះជារៀងរាល់ថ្ងៃភាពតាក់ទាញនៃហាងនេះគឺថាវីដេអូនេះគឺបានសន្និដ្ឋានថាវាជាភាពសាមញ្ញក៏ប៉ុន្តែវាបានធ្វើឲ្យមនុស្សនៅតែបន្តមកលេងនៅហាងនេះជាប្រចាំ